លោកស៊ីជំរុញអភិវឌ្ឍ AI និងឱកាសឈានមុខរបស់ចិនក្នុងសកលលោកខាងត្បូងចំពេលមានសង្គ្រាមពាណិជ្ជកម្មអាមេរិក វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% នៃលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម ប្រធានាធិបតីចិនលោកស៊ីជីនពីងបានទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃកាលពីថ្ងៃអង្គារដើម្បីជំរុញឲ្យមានការអភិវឌ្ឍភាពវៃឆ្លាតបញ្ញាសិប្បនិម្មិត AI និងបានគូបញ្ជាក់អំពីទូនាទីឈានមុខគេរបស់ប្រទេសចិននៅក្នុងសកលលោកខាងត្បូង Global South ទោះបីជាលោកស៊ីមិនបានលើកឡើងអំពីសង្គ្រាមពាណិជ្ជកម្មដែលចាប់ផ្ដើមដោយប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកក៏ដោយក៏វាគឺជាសារមួយច្បាស់ណាស់ថាប្រទេសចិនអាចអភិវឌ្ឍបច្ចេកវិទ្យាឈានមុខរបស់ខ្លួននិងមានទីផ្សារជំនួសបាត់ទៅហើយដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃរបស់លោកស៊ីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ចិនខណៈដែលទីក្រុងប៉េកាំងបន្តការអភិវឌ្ឍ AI បន្ទាប់ពីភាពជោគជ័យជាសកលនៃការចាប់ផ្ដើមអាជីវកម្ម AI DeepSeek ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីងហ័របានរាយការណ៍ថាលោកស៊ីបានជំរុញទីក្រុងសៀងហៃឲ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងនវានុវត្តន៍ជាមួយនឹងអធិពលសកលលោកខាងត្បូងហើយខិតខំធ្វើជាជួរមុខនៃការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI លោកស៊ីក៏បានជំរុញឲ្យទីក្រុងពង្រីកការស្រាវជ្រាវរកគំរូ AI របស់ខ្លួនហើយបាននិយាយថាគោលនយោបាយគាំទ្របន្ថែមទៀតសម្រាប់បច្ចេកវិទ្យានេះគួរតែត្រូវបានដាក់ចេញខណៈដែលលោកបានទៅមើលមន្ទីរពិសោធន៍ Incubation សម្រាប់ការចាប់ផ្ដើមអាជីវកម្ម AI និងបានសាកល្បងវ៉ែនតាឆ្លាតវៃឆ្លៀតពេលនោះប្រធានាធិបតីស៊ីបានទៅទស្សនកិច្ចធនាគារអភិវឌ្ឍន៍ថ្មីដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃដែលជាអ្នកផ្ដល់ប្រាក់កម្ចីពហុភាគីនៃប្រទេសសមាជិក BRIC និងបានជួបជាមួយអតីតប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារព័ត៌មានស៊ីងហ័រលោកស៊ីបាននិយាយថាធនាគារគឺជាស្ថាប័នអភិវឌ្ឍន៍ពហុភាគីដំបូងគេដែលបានផ្ដួចផ្ដើមនិងដឹកនាំដោយសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍហើយបានរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍ជាកម្លាំងដែលកំពុងរីកចម្រើននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិនិងជាបដាមាសនៃកិច្ចសហប្រតិបត្តិការសកលលោកខាងត្បូងលោកបន្តថានៅពេលដែលកិច្ចសហប្រតិបត្តិការ BRIC កាន់តែធំឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ធនាគារអភិវឌ្ឍន៍ថ្មីនឹងត្រៀមខ្លួនដើម្បីចាប់ផ្ដើមទសវត្សរ៍មាសទី2របស់ខ្លួនរបាយការណ៍បាននិយាយថាធនាគារនឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយនឹងប្រទេសសមាជិកផ្សេងទៀតលោកស៊ីបាននិយាយបន្ថែមថាការកើនឡើងរួមនៃសកលលោកខាងត្បូងបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការការពារសន្តិភាពពិភពលោក Alfred Wu អ្នកជំនាញចិននៅសាកលវិទ្យាល័យជាតិសង្ហបុរីបាននិយាយថាវាជាការបង្ហាញពីភាពខ្លាំងលោកអ៊ូបាននិយាយទៀតថាដំណើរទស្សនកិច្ចទៅកាន់ធនាគារអភិវឌ្ឍន៍ថ្មីគូបញ្ជាក់អំពីគោលបំណងដែលលោកស៊ីចង់បន្តដាក់ប្រទេសចិនជាមេដឹកនាំនៃសកលលោកខាងត្បូងលោកសង្កត់ធ្ងន់ថាចិនចង់ផ្ដល់ជំរឿសមួយដល់ពិភពលោកប្រឆាំងនឹងសណ្ដាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកលោកបាននិយាយបន្ថែមថាគោលគំនិតនៃសកលលោកខាងត្បូងបានផុសឡើងដើម្បីកំណត់ប្រទេសកំពុងអភិវឌ្ឍដែលកំពុងរីកចម្រើនឬប្រទេសដែលមានប្រាក់ចំណូលទាបដែលភាគច្រើននៅអត្តកូលខាងត្បូងហើយជំនួសពាក្យពិភពលោកទី3ដែលត្រូវបានប្រើជាទូទៅនៅក្នុងអំឡុងសង្គ្រាមត្រជាក់ឆ្នាំ1944ដល់ឆ្នាំ1990កាលពីខែវិច្ឆិកាលោកស៊ីបានប្រកាសអំពីវិធានការមួយដែលបានរៀបចំឡើងដើម្បីគាំទ្រដល់សកលលោកខាងត្បូងនៅក្នុងកិច្ចប្រជុំមេដឹកនាំក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន20នៅក្នុងទីក្រុង Rio de Janeiro